បាទជំរាបសួរបងប្អូនប្រិមត្តទាំងអស់គ្នាឃើញថាព័ត៌មាននៅថ្ងៃនេះមានការអាប់ដេតច្រើនក៏ដូចជាដំណឹងសំខាន់ពាក់ព័ន្ធទៅនឹងចំនួនព្រំដែនកម្ពុជាជាមួយនឹងថៃដោយនៅថ្ងៃនេះកម្ពុជាបានបើកអង្គសមាជរដ្ឋសភាក៏ដូចជាព្រឹទ្ធសភាដែលមានការអនុម័តស្តីអំពីកម្ពុជាជាមួយនឹងថៃតោះបងប្អូនទៅលំអិតជាមួយនឹង admin ដែលជាការបង្ហោះនៅលើ page សម្ដេចបាទហ៊ុនសែនអូសខេម៉ូឌាពាក់ព័ន្ធទៅនឹងព្រំដែនជាមួយកម្ពុជាជាមួយនឹងថៃបាទតាមរយៈសំណេររបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនបានបង្ហោះថាអង្គសមាជរដ្ឋសភានិងព្រឹទ្ធសភាសម្លេង182សម្លេងអនុម័តលើសេចក្តីថ្លែងការណ៍ចំពោះចំណាត់ការរបស់សម្ដេចនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងការប្តឹងរឿងបញ្ហាព្រំដែនចំនួនរវាងកម្ពុជាថៃទៅតុលាការអន្តរជាតិនៅព្រឹកថ្ងៃទី2ខែមិថុនាឆ្នាំ2025នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការសមាជរដ្ឋសភានិងព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាអង្គសមាជទាំងមូលបានសម្ដែងការគាំទ្រមានសមាជិកសមាជិកាព្រឹទ្ធសភានិងរដ្ឋសភាចំនួនសម្លេង182សម្លេងអនុម័តលើសេចក្តីថ្លែងការណ៍ចំពោះចំណាត់ការរបស់នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងការប្តឹងរឿងបញ្ហាព្រំដែនចំនួនកម្ពុជាជាមួយនឹងថៃទៅតុលាការអន្តរជាតិបាទបងប្អូនប្រិមិត្តបានន័យថារឿងរ៉ាវកម្ពុជាជាមួយនឹងថៃពាក់ព័ន្ធនឹងចំនួនព្រំដែនគឺមិនទាន់បានបញ្ចប់នៅឡើយនោះទេគឺកំពុងតែមានការក្តៅកគុកដែរដោយកម្ពុជាបានបបួលបាទភាគីថៃបាទដើម្បីទៅចរចាជាមួយនឹងខាងគេថាអង្គការដែលជាអ្នកមើលព្រំដែនណាបាទក៏ប៉ុន្តែថៃគឺមិនបានទៅចូលរួមតាមការស្នើសុំរបស់កម្ពុជានោះទេមិនបានទៅចូលរួមដោះស្រាយទេដូច្នេះបាទកម្ពុជាក៏បានអនុម័តបាទប្តឹងបាទទៅកាន់តុលាការអន្តរជាតិដូច្នេះពាក់ព័ន្ធទៅនឹងព័ត៌មាននេះបើសិនជាមានការអាប់ដេតអ្វីផ្សេងទៀតខ្ញុំបាទនឹងលម្អិតជូនជាបន្តបន្ទាប់ជូនពុកម៉ែបងប្អូនឲ្យបានជ្រាបឲ្យបានដឹងទាំងអស់គ្នាសូមអរគុណសូមជម្រាបលា